ប្រធានាធិបតីដូណាល់ត្រាំគម្រាមថាចូលទៅសម្លាប់ក្រុមហាម៉ាស់ប្រសិនបើក្រុមនេះមិនបញ្ឈប់សម្លាប់មនុស្សនៅហ្គាហ្សាប្រធានាធិបតីដូណាល់ត្រាំនៅថ្ងៃប្រហ័សទី16ខែតុលាឆ្នាំ2025បាននិយាយថាប្រសិនបើក្រុមហាម៉ាស់បន្តសម្លាប់មនុស្សនៅហ្គាហ្សាយើងនឹងមិនមានជំរើសទេប៉ុន្តែត្រូវចូលទៅសម្លាប់ពួកគេដែលបង្ហាញអំពីការកើនឡើងយ៉ាងតឹងរ៉ឹងនៃនយោបាយរបស់គាត់ប្រឆាំងនឹងក្រុមនេះខណៈពេលដែលគាត់ព្យាយាមរកនៅកិច្ចព្រមព្រៀងឈប់បាញ់នៅក្នុងការប្រឈមមុខរបស់ពួកគេទៅនឹងអ៊ីស្រាអែលការគម្រាមនេះត្រឹមតែ3ថ្ងៃបន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅមជ្ឈមបូព៌ាលោកដូណាល់ត្រាំបានសរសេរនៅក្នុងការប្រកាសមួយនៅលើ Truth Social ថាបើក្រុមហាម៉ាស់បន្តសម្លាប់មនុស្សនៅហ្គាហ្សាដែលមិនមែនជាផ្នែកនៃកិច្ចសន្យាយើងមិនមានជំរើសទេក្រៅតែចូលទៅសម្លាប់ពួកគេលោកដូណាល់ត្រាំមុននេះបានបញ្ជាក់ថាចំណុចដែលកម្លាំងសហរដ្ឋអាមេរិកនឹងត្រូវចូលរួមនៅក្នុងការរក្សាសន្តិភាពខណៈដែលការចរចាកំពុងតែព្យាយាមធ្វើឲ្យមានការបញ្ចប់សង្គ្រាមនោះគឺជារឿងសំខាន់